เรื่องชีวิตเนียงมารีคือสตรีត្រមុំម្នាក់ដែលមានសម្រស់ស្រស់ស្អាតដែលកើតមកនៅក្នុងគ្រួសារក្រីក្រមួយនៅតាមជនបទតាំងពីកុមារភាពនាងត្រូវជួយឪពុកម្ដាយធ្វើការងារផ្ទះនិងរកប្រាក់បន្ថែមដើម្បីជួយគ្រួសារទោះជាជីវិតលំបាកយ៉ាងណាក៏ដោយនាងមិនដែលបោះបង់ក្តីសុបិនរបស់ខ្លួនឡើយរៀងរាល់ព្រឹកម៉ារីត្រូវភ្ញាក់មុនព្រលឹមជួយម្ដាយធ្វើការងារចាប់ពីព្រឹកដល់ល្ងាចដៃតូចៗរបស់នាងពោពេញដោយស្នាមបែកប៉ុន្តែក្នុងចិត្តនាងមិនដែលគិតថាលំបាកឡើយថ្ងៃមួយម្ដាយរបស់នាងបានធ្លាក់ខ្លួនឈឺខ្លាំងម៉ារីកាន់ដៃម្ដាយយ៉ាងតឹងទឹកភ្នែកហូរមិនឈប់ម្ដាយញញឹមទាំងអស់កម្លាំងហើយនិយាយពាក្យចុងក្រោយថាកូនត្រូវរស់នៅដោយខ្លួនឯងនៅពេលនោះម៉ារីមិនមានប្រាក់យកម្ដាយទៅព្យាបាលជំងឺឡើយរត់ទៅអ្នកភូមិទាំងទឹកភ្នែកនិងភាពភ័យខ្លាចប៉ុន្តែនាងត្រឡប់មកវិញម្ដាយនាងបានលាចាកលោកបាត់ទៅហើយជីវិតម៉ារីដូចជាបាក់ស្រុតពេលដែលម្ដាយបិទភ្នែកចុងក្រោយផ្ទះដែលធ្លាប់មានសម្លេងម្ដាយคล้ายជាផ្ទះដែលពោពេញដោយភាពស្ងប់ស្ងាត់និងការខ្វះខាតពេលវេលាមួយឆ្នាំកន្លងផុតទៅនាងម៉ារីនៅផ្ទះតែម្នាក់ឯងម៉ារីចាប់ផ្ដើមធ្វើការងារណាដែលអាចរកប្រាក់បានទោះជាការងារតូចតាចក៏ដោយព្រឹកនាងទៅជួយអ្នកភូមិដាំបន្លែល្ងាចទៅជួយលក់ទំនិញតាមទីផ្សារដៃរបស់នាងនៅតែរឹងមាំប៉ុន្តែក្នុងភ្នែកវិញមានពន្លឺនៃការតស៊ូនិងក្តីសង្ឃឹមថ្មីប្រសិនបើនាងដួលនោះជីវិតទាំងមូលនឹងបាត់បង់អត្ថន័យនាងចាប់ផ្ដើមសន្សំប្រាក់បន្តិចម្ដងថ្ងៃមួយខណៈដែលម៉ារីកំពុងលក់បន្លែនៅទីផ្សារពេលព្រឹកនាងបានជួបបុរសម្នាក់ដែលមានឈ្មោះថាអាលីដោយចៃដន្យគាត់មានមុខមាត់សាមញ្ញប៉ុន្តែភ្នែករបស់គាត់ពោពេញដោយភាពស្ងប់ស្ងាត់និងការយល់ចិត្តពេលនាងប៉ះគាត់ដោយអចេតនាទំនិញមួយចំនួនធ្លាក់ចុះលើដីបុរសនោះក៏រុញជង្គង់ចុះជួយរើសសំទោសច្រើនណាស់ម៉ារីនិយាយស្ទាក់ស្ទើរបុរសនោះញញឹមស្រាលមិនអីទេខ្ញុំក៏មិនប្រុងប្រយ័ត្នដែរសំឡេងរបស់គាត់ទន់និងស្ងប់ចាប់ពីថ្ងៃនោះមកគាត់តែងតែឃើញមុខម៉ារីនៅទីផ្សារជាញឹកញាប់គាត់ជួយទិញទំនិញខ្លះពីនាងមិនមែនព្រោះតែចង់ទិញទេប៉ុន្តែចង់ឲ្យនាងមានប្រាក់ចូលបន្តិចបន្តួចម៉ារីសង្កេតឃើញថាគាត់មិនមែនជាបុរសដែលនិយាយច្រើនទេប៉ុន្តែសកម្មភាពរបស់គាត់ពោពេញដោយភាពកក់ក្ដៅថ្ងៃមួយគាត់សួរនាងយ៉ាងប្រុងប្រយ័ត្នតើអ្នកនៅម្នាក់ឯងឬម៉ារីស្ទាក់ស្ទើរប៉ុន្តែបន្ទាប់មកនាងក៏ឆ្លើយដោយសំឡេងទាបចាឪពុកម្ដាយខ្ញុំលែងនៅទៀតហើយបុរសនោះស្ងៀមស្ងាត់មួយផ្លែតហើយនិយាយតែពីខ្លីៗថាអ្នករឹងមាំណាស់ពាក្យសាមញ្ញនោះប៉ុន្តែធ្វើឲ្យបេះដូងម៉ារីរញ្ជួញជាលើកដំបូងក្រោយពេលម្ដាយស្លាប់មាននរណាម្នាក់មើលឃើញកម្លាំងក្នុងចិត្តនាងមិនមែនតែភាពអាណិតទេពីថ្ងៃនោះមកការជួបគ្នារវាងម៉ារីនិងអាលីคล้ายជារឿងធម្មតាពួកគេនិយាយគ្នាពីជីវិតពីក្តីសុបិននិងពីអនាគតមិនមានពាក្យស្នេហាដ៏ផ្អែមល្អែមប៉ុន្តែមានការយល់ចិត្តនិងការគាំទ្រយ៉ាងស្ងៀមស្ងាត់ម៉ារីមិនដឹងថាអនាគតនឹងនាំនាងទៅណាទេប៉ុន្តែនាងដឹងច្បាស់ថាចាប់ពីថ្ងៃនាងបានជួបអាលីមកបេះដូងដែលធ្លាប់ឯការបស់នាងមិនស្ងប់ដូចមុនទៀតឡើយពួកគេបានរៀបការរស់នៅយ៉ាងមានក្តីសុខ